នេះជាថ្ងៃប្រហ័ស6កើតខែបោះឆ្នាំអសញ្ញសប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី25ខែធ្នូគ្រិស្តសករាជ2025សូមនមស្ការប្រជុំ3នៃព្រះត្រៃរតន៍ពុទ្ធព្រះសង្ឃព្រមទាំងនមស្ការចំពោះព្រះមហាសូមាធាតបតីព្រះសង្ឃនាយកនៃគណៈមហានិកាយព្រមទាំងព្រះសង្ឃនាយករងព្រះទេជាគណៈគ្រប់ឋានានុក្រមព្រះមន្ត្រីសង្ឃគ្រប់ខេត្តក្រុងទាំងអស់ខ្ញុំកណាសូមដោយសេចក្តីជ្រះថ្លាពីខ្ញុំករណាថ្ងៃនេះសូមចម្រើនពរដល់សម្ដេចទ្រង់ឯកឧត្តមអ្នកបញ្ញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទញាតិញោមប្រុសស្រីក្នុងក្រៅប្រទេសទាំងអស់ហើយនេះគឺយើងបានដឹងបានឮមកហើយអ្វីដែលជាការរងទុក្ខរងវេទនាអំពីការឆ្លៀតពៀនរបស់ប្រទេសជិតខាងដែលជាមហិច្ឆតាលោភលន់ទោសៈមោហៈពំវេកបំពាន់មានដឹងគុណធម៌សិលធម៌ចរិយាធម៌ទេម្ចាស់ថ្លៃលោកនឹងហើយធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរបស់របរផ្ទះសម្បែងទីលំនៅទីវិលសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ព្រមទាំងផ្ទះមានការបាត់បង់មានការបំផ្លាញហើយក៏ភៀសសឹកចេញមកពីទីលំនៅទៅតាមទីកន្លែងផ្សេងគឺថាការរងទុក្ខរងវេទនារងការលំបាកវាពោះពីការថ្លែងក្នុងកណាមកពីថ្ងៃនេះក៏បានឡើងមកប្រាសាទអង្គរនឹងខំធ្វើសេចក្តីមួយចូលរួមចំណែកដែលអាចធ្វើទៅបានក៏បន់ស្រន់ថានៅព្រះអង្គក៏វត្តទាំងបារមីឧបបារមីបារមត្ថបារមីព្រះសម្មាសម្ពុទ្ធនិងវត្ថុស័ក្តិសិទ្ធិមានឫទ្ធិអំណាចទាំងអស់បើសិនសូមឲ្យសុខសន្តិភាពសូមឲ្យដំណោះស្រាយនៃរាជរដ្ឋាភិបាលលោកទៅជើញទៅតាណាឲ្យបានជោគឲ្យបានជ័យហើយក៏នាំមកទៅសុខសន្តិភាពព្រមទាំងអាណិតនិងកងទ័ពវីរៈជនកងទ័ពការពាររារាំងក្នុងបរណភាពទឹកដីរបស់ខ្លួនសោះអំពីការបំពេញលំលោភឬក៏បំរោលនៃពួកព្រានពាហ្នឹងធ្វើឲ្យលីក្នុងសមរភូមិផងដែរដូច្នោះការបន់ស្រន់នេះសូមឲ្យមានសុខសន្តិភាពយ៉ាងឡើងវិញជាជនកម្ពុជាជើញទៅលំនៅឋានដោយសុវត្ថិភាពឡើងវិញក៏សូមសុខសន្តិភាពក្រោមដំណោះស្រាយនៃជឿជាក់លើរាជរដ្ឋាភិបាលសម្ដេចមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងជាឧត្តម
ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាផងលោកព្រមទាំងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតយុរដ្ឋមន្ត្រីនៃរាជព្រះរាជាណាចក្រកម្ពុជាឧបនាយករដ្ឋមន្ត្រីក្នុងរាជរដ្ឋាភិបាលគ្រប់ខេត្តក្រុងព្រមទាំងជាពលរដ្ឋប្រជាជនខ្មែរ17លានអ្នកផងដែរដូច្នេះសូមឲ្យព្រះអង្គជាម្ចាស់ពុទ្ធប្រសង្ឃទុកស័ក្តិសិទ្ធិប្រតិមហានគរដែលជាអច្ឆរិយៈរូបបូជាសូមឲ្យលោកជួយត្រង់ឲ្យតម្រង់ក្នុងដំណោះស្រាយឲ្យប្រជាជនប្រជាជាតិកម្ពុជានឹងរងគ្រោះនឹងបានផុតកុំឲ្យមានតទៅទៀតនឹងហើយនេះក៏ដាក់ធ្វើបុណ្យដាក់បាតប្រសង់121អង្គនៅអង្គរវត្តហ្នឹងសូមឲ្យអង្គជួយដោយសម្ដេចតាមបំណងความប្រាថ្នានឹងប្រកេនគុណកេនពោដល់សម្ដេចព្រះសង្ឃសមាសិទ្ធិបតីព្រះសង្ឃនាយកព្រះសង្ឃនាយករងព្រះរាជឋានានុព្រះរាជាគ្រប់ឋានៈក្រមព្រះថេរានុថេរៈគ្រប់ព្រះអង្គព្រមទាំងសម្ដេចទ្រង់អាយដាមអ្នកញ្ញាលោកជំទានលោកស្រីនៃនាងកញ្ញាពុទ្ធបរិស័ទយមទាំងអស់សូមបានប្រកបទុកទៅពុទ្ធពរ5ប្រការយុវណៈសុខៈនិងបដិគិណៈកំបីគៀតសូមអរគុណ